បងប្អូនមករយៈចុងក្រោយនេះគ្រឿងបង្គុំមួយចំនួនរបស់កុំព្យូទ័រនិងទូរស័ព្ទវាឡើងថ្លៃជាងមុនអញ្ចឹងបើទូរស័ព្ទស៊េរីថ្មីអាចរក្សាតម្លៃដដែលប៉ុន្តែមកជាមួយនឹងការបន្ថែមជូនមួយចំនួនយើងឆាប់តអទៅដូចជាទូរស័ព្ទស៊េរីថ្មីមួយនេះមកជាមួយនៅតម្លៃ$200ស្ដើងដដែលទេតែមកជាមួយនៅរូបរាងស្ដើងនិងស្រាលជាងមុនហើយបានថ្មធំជាងមុនដល់ទៅ7000មីលីអាំពែម៉ោងអញ្ចឹងរូបរាងស្ដើងនិងស្រាលជាងមុនថ្មធំជាងមុនហើយនៅតែធន់ដដែលវាធន់នឹងការធ្លាក់កម្ពស់ដល់ទៅ2ម៉ែត្រហើយក៏ធន់នឹងការចូលទឹកកម្រិត IP65 និងមកជាមួយនៅ AI ដ៏ច្រើនសម្បូរបែបនេះគឺជា Honor X8D មុននឹងបន្តនិយាយពី Honor X8D ខ្ញុំសូមនិយាយអំពី tablet Honor Pad X8B នេះបន្តិចសិនព្រោះវាចេញជាមួយគ្នា Honor Pad X8B នេះគេលក់មានពីរជម្រើសប្រើ Wi-Fi តម្លៃ$179ហើយជម្រើសដាក់ SIM បានតម្លៃ$199ហើយមានថែម keyboard មួយឈុតដូចគ្នា Tablet នេះមានអេក្រង់ការពារភ្នែកទំហំ11អ៊ីនបង្ហាញបានគុណភាព Full HD+ ល្បឿន 90Hz ដែលប៉ុណ្ណេះយើងអាចប្រើលើការកម្សាន្តដូចជាមើលវីដេអូវាបង្ហាញបានច្បាស់ល្អអមដោយ speaker ព័ទ្ធជុំវិញដល់ទៅ4គ្រាប់ Power core. It is damaged. Without it, I rely on my solar surfaces and batteries. Yeah.You should work on that. ហើយតួព័ទ្ធជុំវិញនិងខ្នងក្រោយគឺជាលោហៈមួយជុំដែលមានភាពធន់រឹងមាំទោះបីជាធ្លាក់ឬក៏កំពប់ទឹកពីលើក៏មិនជាបញ្ហាដែរហើយគេ free keyboard មកជាមួយគឺឲ្យយើងប្រើជំនួយដោះទាល់លើកម្មវិធី Word Excel PowerPoint យើងអាចបើក file ដែលផ្ញើពីកុំព្យូទ័រមកបានកែសម្រួល file នឹងបានការប្រើប្រាស់វាពិតជាស្រដៀងគ្នានឹងកុំព្យូទ័រមែនទែនគ្រាន់តែកម្មវិធី Honor Dock នេះខ្ញុំមិនអាចរកកន្លែងដាក់ហ្វុងខ្មែរចូលទៀតបានទេប៉ុន្តែវាស្គាល់ហ្វុងដែលយើងដាក់ពីកុំព្យូទ័រមក Tablet នេះមានថ្មទំហំធំដល់ទៅ11100មីលីអាំពែម៉ោងដែលអាចកំដរយើងបានដល់ទៅ2ថ្ងៃទៅ3ថ្ងៃទើបត្រូវសាកម្ដងទៀតហើយ keyboard ក៏អាចសាកថ្មបានដែរ Tablet មកជាមួយនៅបន្ទះ chip 6 nanometer Snapdragon 608មាន RAM 4GB memory ក្នុងម៉ាស៊ីន 128GB ហើយក៏មានមុខងារ Kit Mode ដែលវាល្អសម្រាប់ក្មេងយើងអាចគ្រប់គ្រងមាតិកានិងកម្មវិធីសម្រាប់គាត់លេងនិងកំណត់ម៉ោងឲ្យគាត់លេងមានកម្រិតចឹងទៅខ្ញុំសង្ខេបពី tablet ប៉ុណ្ណឹងសិនចុះនិយាយអំពី Honor X8D វាមានចំណុចបន្ថែមច្រើនធៀបជាមួយនឹងចំនួនមុនជាពិសេសគឺថ្មដែលមានទំហំកាន់តែធំដល់ទៅ7000មីលីអាំពែម៉ោងដែលទំហំប៉ុណ្ណេះយើងប្រើពី2ថ្ងៃទៅ3ថ្ងៃដោយញញឹមវាមិនងាយអស់ទេហើយថ្មនេះក៏មានអាយុកាលនៃការប្រើយូរដល់ទៅ6ឆ្នាំទើបធ្លាក់គុណភាពហើយយើងក៏អាចសាកថ្មចូលបានលឿនល្បឿនដល់ទៅ45វ៉ាត់ហើយដោយសារថ្មវាធំយើងក៏អាចដោតសារបញ្ច្រាសទៅទូរស័ព្ទផ្សេងឬក៏ឧបករណ៍ផ្សេងបានតាមរយៈ USB Type C នេះបានកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយគឺអេក្រង់ឡើងមានក្របថ្នាំលើថ្ងាសទៀតហើយសល់តែបជ្រុយមួយទេវាគឺជាប្រភេទ AMOLED លាតដល់គែមពីលើចុះក្រោមទំហំ 6.77 អ៊ីនដែលបង្ហាញរូបភាពបានច្បាស់ល្អគុណភាព Full HD+ ល្បឿន 120Hz មានពន្លឺភ្លឺខ្លាំងដល់ទៅ 3000 nit ដែលងាយស្រួលមើលនៅខាងក្រៅក្រោមពន្លឺថ្ងៃហើយនេះក៏ជាអេក្រង់ដែលមិនញាក់មិនប៉ះពាល់ភ្នែកពេលប្រើទូរស័ព្ទយូរហើយ sensor scan ម្រាមដៃក្រោមអេក្រង់កាលពីជំនាន់មុនគេដូរទៅ scan នៅចំហៀងជាមួយប៊ូតុង power វិញដែលវានៅតែ scan បានលឿននិងត្រឹមត្រូវគ្រាន់តែកាលមុនវាទំនើបជាងហើយ X8D ចំនួនថ្មីនេះវានៅតែធន់នឹងការធ្លាក់កម្ពស់ដល់ទៅ2ម៉ែត្រដែលមានការធ្វើតេស្តបញ្ជាក់ពីស្ថាប័ន SGS និងមានអាចក្រោះការពារទឹក IP65 ដែលការពារទូរស័ព្ទមិនឲ្យចូលទឹកខូចទេហើយក៏អាចយកទៅជំមុជថតក្នុងទឹកក៏បានដែរអ្វីដែលពិសេសគឺពេលដែលយើងសើមយើងនៅតែអាចបញ្ជាអេក្រង់នេះបានមិនឆ្លងញ៉ៃទេនៅចំហៀងខាងឆ្វេងមានប៊ូតុងមួយដែលគេហៅថាប៊ូតុង AI ដែលវាគឺជាផ្លូវកាត់ទៅដំណើរការមុខងារ AI ផ្សេងបានលឿនដែលទូរស័ព្ទជាទូទៅយើងត្រូវប្រើប៊ូតុង power ហើយប្រើប៊ូតុង power យើងអាចដំណើរការបានតែ Gemini ទេអញ្ចឹងមានប៊ូតុង AI មួយទៀតយើងអាចដំណើរការបានកាន់តែច្រើនយើងអាចកំណត់ឲ្យចុចម្ដងដំណើរការមុខងារមួយចុច2ដងដំណើរការមុខងារមួយនិងចុចឲ្យជាប់ដំណើរការមុខងារមួយទៀតអញ្ចឹងទៅអញ្ចឹងមានប៊ូតុង AI មួយទៀតយើងអាចចូលទៅកាន់ shortcut បានច្រើនឬក៏ scan តាមកម្មវិធី Google Lens សម្រាប់បកប្រែភាសាឬក៏ស្វែងរករបស់របរតាមអ៊ីនធឺណិតបានលឿននិងអាចប្រើប្រាស់កម្មវិធី AI បានច្រើនផ្សេងទៀតនិយាយពីកាមេរ៉ាខាងក្រោយមាន sensor 2គ្រាប់ sensor goal មានទំហំ108 megapixel ដែលអាចថតរូបបានច្បាស់ល្អ
ហើយអាច zoom បាន 2x និង 3x ដោយមិនបាត់បង់គុណភាពទេនិងមួយគ្រាប់ទៀតគឺជា sensor សម្រាប់ថតមុំទូលាយទំហំ 5 megapixel និងកាមេរ៉ា selfie ខាងមុខមានទំហំ 16 megapixel ហើយចំពោះសមត្ថភាពថតវីដេអូទូរស័ព្ទនេះអាចថតបានគុណភាព Full HD ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយផងដែរហើយនេះគឺជាគុណភាពរូបដែលខ្ញុំបានថតបងប្អូនអាចដាក់ពិន្ទុតាមនឹងបានក្រោយពីការថតរូបនៅក្នុង Gallery មានមុខងារ AI Photo Editing ដែលមានដូចជា AI Cut Out សម្រាប់កាត់មនុស្សឬក៏របស់ចេញពី background AI Eraser ដែលអាចលុបមនុស្សឬក៏វត្ថុចេញពី frame រូបភាពបាន AI Expansion ដែលអាចបង្កើតជាយរូបភាពបន្ថែមឲ្យមើលទៅឃើញទូលាយជាងមុន AI Ultra HD ដែលជួយឲ្យរូបដែលមានគុណភាពទាបប្រែមកជាច្បាស់វិញបាន Speaker ឥឡូវមាន2គ្រាប់វាលើពីខាងក្រោមនិងបានជំនួយពី earpiece នៅខាងលើអូខេនិយាយអំពីកម្លាំងម៉ាស៊ីន Honor X8D មកជាមួយនៅ chip Snapdragon 6S Gen 2 មាន RAM 8GB ដែលអាចបូកបន្ថែម 8GB ទៀត Memory ក្នុងម៉ាស៊ីន 256GB ហើយនិយាយពី software ទូរស័ព្ទនេះដំណើរការដោយ Magic OS 10 នៅលើ Android 16 ចេញពីប្រអប់តែម្ដងហើយចំពោះល្បឿនដំណើរការ chip ប៉ុណ្ណេះមិនយឺតទេយើងអាចប្រើបានល្បឿនបង្គួរចំពោះការប្រើទូទៅនិងការលេងហ្គេមក៏បានដែរអូខេសរុបចុងក្រោយ Honor X8D នេះនៅតែរក្សាភាពខ្លាំងរបស់ខ្លួនគឺភាពធន់រឹងមាំធន់នឹងការធ្លាក់កម្ពស់ដល់ទៅ2ម៉ែត្រធន់នឹងការចូលទឹកហើយអ្វីដែលពិសេសគឺបានថ្មធំជាងមុនដល់ទៅ 7000 mAh សាកថ្មលឿនជាងមុនដល់ទៅ 45 វ៉ាត់ហើយមានរូបរាងស្អាតជាងមុនស្ដើងជាងមុនស្រាលជាងមុននិងមាន AI កាន់តែច្រើនសម្បូរបែបហើយបើនិយាយអំពី tablet តម្លៃក្រោម$200បានតួធ្វើពីលោហៈបានដាក់ SIM card បានអេក្រង់ធំល្អស្រួលមើលនិងថ្មធំកាន់បានយូរអញ្ចឹងបងប្អូនគិតមិនដែរចំពោះ Honor X8D និង Honor Pad X8B ជួបគ្នានៅវីដេអូក្រោយទៀត